បាទសូមជំរាបសួរស្ដីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ចែកម្លែកបន្តពីមេរៀនមុនដែលខ្ញុំបានធ្វើវីដេអូមុនមានតែផ្នែកទី1ទី2ហើយដោយសារអត់សូវមានពេលទំនេរទើបតែឆ្លៀតបានថ្ងៃនេះខ្ញុំធ្វើការបន្តដោយការសាងសង់ក្រាបយកទិន្នន័យចេញពី Project Microsoft នៅវីដេអូមុនធ្លាប់បានបង្ហាញអំពីការយើងធ្វើការ copy Excel ទិន្នន័យពី Excel បញ្ចូលទៅក្នុង Project Microsoft ហើយធ្វើការរៀបចំវាទៅជា flow ហើយនឹងការដាក់តម្លៃផ្សេងប៉ុន្តែវីដេអូនេះយើងនិយាយអំពីការសាងសង់ក្រាបដែលយកទិន្នន័យចេញពី Project Microsoft យកទៅសាងសង់ក្រាបក្នុង Excel វិញដោយមុនដំបូងយើងធ្វើការចូលទៅកាន់ Project Microsoft មកហើយនេះគឺជាយើងទិន្នន័យយើងធ្វើការ copy ចេញពីExcel នៅក្នុងមក apply នៅក្នុង project បន្ទាប់ពី apply ហើយយើងធ្វើការដាក់ processor វាដោយសារ processor ខ្ញុំបានដាក់ហើយខ្ញុំអត់បានធ្វើវីដេអូដាក់វាទេហ្នឹងគឺការដាក់ processor នេះបន្ទាប់ពីដាក់ processor អីរួចអស់ហើយហើយកន្លែងដែលខ្ញុំចង់និយាយនេះពាក់ព័ន្ធជាមួយនឹង resource set នេះ resource set នេះក៏យើងធ្វើការចងវាជា group រួចហើយនេះគឺជា group material group ទី1 group labor group ទី2 group requirement equipment អានេះជាគ្រឿងចក្រ group ទី3យើងដាក់តម្លៃដាក់អីរួចអស់ហើយបន្ទាប់ពីយើងដាក់តម្លៃរួចអស់ហើយដាក់ processor ហើយយើងធ្វើការទៅទាញទិន្នន័យចេញពី resource user យើងចូលទៅកាន់ resource user នោះយើងធ្វើឃើញពាក្យនេះ detail ហ្នឹងយើងធ្វើការ right click វាវាចេញ time scan អត់ទេត្រឹម code នេះបានហើយយើង right click វានឹងឃើញផ្ទាំងនេះមាន work មាន actual work code អីផ្សេងដោយនៅក្នុងនេះយើងត្រូវការប្រើតែពីរទេមួយ work ហើយមួយទៀត code ហើយនៅក្នុងនេះយើងធ្វើការបើកវាមកវានឹងចេញទិន្នន័យមកនេះដោយខ្ញុំលើកតែពាក់ព័ន្ធជាមួយនឹងcode ទេ work ខ្ញុំអត់ធ្វើទេខ្ញុំធ្វើការបង្ហាញតែពាក់ព័ន្ធជាមួយនឹងសាច់ប្រាក់ខ្ញុំបិទ work នេះចោលនេះបន្ទាប់មកអ្នកនរគ្នានៅពេលដែលប្រើដំបូងវាអត់ចេញដូចខ្ញុំចេះទេដោយសារនេះខ្ញុំដាក់រួចហើយខ្ញុំធ្វើការដាក់វារួចហើយដោយអ្នកនរគ្នាអាចចូលទៅសេរីធ្វើម៉េចឲ្យដូចខ្ញុំបាននេះចូល right click នៅលើវាមកវាចេញ time scale ដល់ពេលចេញ time scale មកកន្លែងនេះយើងដាក់វាជា equator ហ្នឹងអាហ្នឹងមានន័យថាត្រីមាសមាន3ខែក្នុងមួយត្រីមាសហើយនេះយើងដាក់ធ្វើម៉េចឲ្យដូចខ្ញុំមកយើងយក size វាតាម105មកបានហើយយើងចូលទៅកាន់ bottomនេះវិញបន្តយើងយកវាមិនហើយយើងយកដាក់វាជាការចាប់ផ្ដើមfrom start នេះពីខែទី1ទី2ទី3ទៅយើងអាចដាក់វាតាមខែJanuary February បន្តគ្នាបានយើងជ្រើសកន្លែងនេះមកនេះយើងអាចដាក់ start នេះពីលេខ1ទៅហើយយើងអាចដាក់វានេះ January February March ហើយទៅបន្តទៅរហូតយើងអាចជ្រើសបានខ្ញុំដាក់សារឲ្យអ្នកនរគ្នាមើលនេះវា load ចេញមកប៉ុន្តែ load ចេញមកវាមាន load ទៅនៅក្នុងត្រីមាសដូចនេះជាត្រីមាសទី4នេះវា load ឲ្យនេះហើយវាមាន3ខែប៉ុន្តែខ្ញុំយកវាជាប្រភេទ M1 M2 វិញនេះចូលទៅកាន់ bottom ហើយយក M1 M2 from start យកអញ្ចឹងហើយវាងាយស្រួលក្នុងការធ្វើក្រាបសម្រាប់ខ្ញុំបន្តមកនេះវាជាតម្លៃនៃសម្ភារៈតម្លៃសរុបនៃសម្ភារៈគឺវានៅខាងលើនេះវាបូកសរុបសម្ភារៈទាំងអស់ហើយនៅពេលដែលយើងដាក់ processor ហើយវារយៈពេលកម្រងយើងមានរយៈពេល19ខែយើងធ្វើការបញ្ចប់រយៈពេល19ខែបន្តមកយើងធ្វើការ copy ទិន្នន័យរបស់សម្ភារៈ copy ចំនួនសាច់ប្រាក់របស់កម្មករកម្លាំងពលកម្មជាមួយនឹងសាច់ប្រាក់របស់គ្រឿងចក្រ
ហើយនេះគឺជាការសរុបចាប់ពីដើមពីខែទី1ទៅមកយើង copy នេះពីខែទី1ទៅរហូតដល់ខែទី19ដោយនេះជាទិន្នន័យសម្រាប់យើងយកទៅធ្វើការសាងសង់ក្រាបលំហូរសាច់ប្រាក់ប្រចាំខែចាប់តាំងពីខែទី1រហូតទៅដល់ខែបញ្ចប់ដោយនៅក្នុងគម្រោងមួយនេះយើងសាងសង់រយៈពេល19ខែហើយយើងចេញពីហ្នឹងយើងទៅបើក Excel វិញបន្ទាប់បើក Excel មកយើងធ្វើការ Control A មកដើម្បីអត់យើងដូរ font វាសិនទៅដើម្បីងាយស្រួលយើងដាក់ខ្មែរចន្ទថាមកវាស្រួលមើលឲ្យស្អាតខ្មែរចន្ទថាបន្តមកទៀតយើងធ្វើការ copy សាច់ប្រាក់របស់ material របស់សម្ភារៈនេះចាប់ពីខែទី1រហូតទៅដល់ខែទី19នេះខែទី19ហើយបន្តមកយើងធ្វើការ Control C មកយើងធ្វើការ copy វាដើម្បីយកវាទៅផាសនៅក្នុង Excel សូមផាសនេះហើយបន្ទាប់ពីយើងផាសហើយយើងធ្វើការធ្វើម៉េចឲ្យវាចេញសញ្ញាជ្រូកនេះដោយសារវាតូចកន្លងតូចពេកយើងធ្វើការ select វានៅខាងលើនេះហើយយើងធ្វើការ double click វា load លេខចំនួនលេខឲ្យហើយចំនួនសាច់ប្រាក់ហើយអានេះជាតម្លៃរបស់សម្ភារៈអញ្ចឹងយើង note វាមួយមកសម្ភារៈតម្លៃសម្ភារៈហើយអាក្រោមនេះជាតម្លៃនៅក្នុងមិញតម្លៃកម្លាំងពលកម្មចឹងដាក់តម្លៃកម្លាំងពលកម្មហើយបន្តមកទៀតអានេះគឺជាតម្លៃគ្រឿងចក្រតម្លៃគ្រឿងចក្របន្តមកយើងធ្វើការឲ្យវាស្អាតតិចមកអានេះគឺជាចំនួនខែយើងគិតចំនួនខែបើយើងដាក់ខែមកខែអានេះយើងដាក់ខែដែរប៉ុន្តែខែទី1ខែទី1ដាក់ខែទី1មកដាក់លេខ1សនុកអស់អ្នកនរគ្នាអាចដាក់ជាលេខខ្មែរខ្ញុំដាក់អញ្ចឹងសនុកវិញអស់ទៅវាលឿនយើងអស់ឲ្យដល់តាមនេះមកនេះខែ19នេះខែទី19មានន័យថាចំនួន19ខែបន្ទាប់ពីនឹងមកយើងធ្វើការcopy កម្លាំងពលកម្មហើយនឹងគ្រឿងចក្រតើហើយនេះយើងចូលមកកាន់ project វិញដើម្បីទៅ copy កម្លាំងពលកម្មបន្តដោយ copy មើលផងយើងត្រូវ copy ពីខែទី1នេះកម្លាំងពលកម្មនេះខាងលើគឺជាកម្លាំងពលកម្ម total សរុបយើងធ្វើការ copy វា Control C មកទៅControl C វិញហើយយើងធ្វើការ apply ផាសវាមកចូលទៅ copy គ្រឿងចក្រតម្លៃគ្រឿងចក្រមួយទៀត copy យើងត្រូវមើលផងចាប់ពីខែទី1ទៅចំនួនតម្លៃគ្រឿងចក្រនេះអស់វាមកត្រឹមខែទី19ទេដោយសារខែទី19យើងអស់ការងារពាក់ព័ន្ធជាមួយគ្រឿងចក្រអញ្ចឹងតម្លៃវាគឺ0ធ្វើការ copy វាទៅបន្ទាប់ពីយើង copy ហើយយើងធ្វើការបូកវាសរុបចូលគ្នាសម្រាប់នេះគឺជាលំហូរសាច់ប្រាក់នៃការចំណាយនៃខែទី1ក្នុងការសាងសង់អញ្ចឹងធ្វើការបូកវាមកសំបូករួចហើយយើងធ្វើការអុសវាមកdouble click អូខេ highlight តិចមកកុំឲ្យយើងច្រឡំគ្នាអានេះ
នៅក្នុងក្រាបយើងដាក់វាជាការចំណាយប្រចាំខែមានថាខែទី1ខែទី2ខែទី3វាអាចមានការឡើងប្រែប្រួលឡើងចុះដាក់ការចំណាយប្រចាំខែចាការចំណាយប្រចាំខែហើយខាងក្រោមនេះយើងធ្វើការជាលក្ខណៈកំណើននៃការចំណាយប្រចាំខែមានថាខែនីមួយៗយើងធ្វើការបូកចូលគ្នាដើម្បីវាបង្ហាញពីកំណើននៃការលំហូរសាច់ប្រាក់ប្រចាំខែប្រចាំខែកំណើននៃការចំណាយប្រចាំខែនេះបន្ទាប់ពីយើងបានមកអាកន្លែងនេះយើងធ្វើការដាក់វាស្មើនឹងខែទី1ស្មើខាងលើនេះអូខេហើយខែទី2យើងធ្វើការបូកខែទី1បូកខែទី2ខែទី1នេះបូកនឹងខែការចំណាយនៃខែទី2វាបានកំណើនសំទោសខុសរូបមន្តបូក enter មានន័យថាខែទី1បូកខែទី2កំណើនរបស់វាឡើងដល់314,449.3ហើយយើងធ្វើការអស់វាមកនេះគឺជាការកំណើនរបស់វា select ក្បាលនេះមកឲ្យ double click វាឃើញ1,092,1476.42 បន្ទាប់ពីយើងធ្វើការបូកអីរួចអស់ហើយយើងធ្វើការបង្កើតក្រាបដោយការបង្កើតក្រាបយើងធ្វើការ select លើវាទាំងអស់នេះមកយើងចូលទៅកាន់ insert យើងយកពាក្យ insert column or bar chart យើងចុចលើវាហើយជ្រើសរើសនេះយើងធ្វើការជ្រើសរើសទៅតាមអ្វីដែលយើងចង់បានក្រាបនេះជាប្រភេទ 3D អានេះជាប្រភេទ 2D ប៉ុន្តែវាអត់ដូច column អានេះវាជាលក្ខណៈ road នេះយើងយកវាមកនៅពេលដែលយកវាមកយើងធ្វើការសេរីវាស្អាតមកនេះទាញវាធំបន្តិចមកអានេះយើងធ្វើការដូរ font វាទៅដាក់ខ្មែរចន្ទថាទៅខ្មែរចន្ទថាហើយតម្លើងវាបន្តិចមកវាធំឃើញស្រួលមើលហើយនេះយើងធ្វើការដាក់ខ្មែរចន្ទថាដែរដាក់ឲ្យធំបន្តិចមកហើយនៅក្នុងនេះសម្រាប់ពណ៌លឿងនេះគឺជាកំណើននៃការចំណាយប្រចាំខែដែលយើងធ្វើការបូកខែទី1បូកខែទី2បូកខែទី3ចូលគ្នាវាឃើញការចំណាយកាន់តែឡើងទៅរីឯពណ៌ខៀវគឺជាការចំណាយប្រចាំថ្ងៃខែមានថាសាច់ប្រាក់យើងខែទី1យើងចាយអស់ចំនួនទឹកប្រាក់$235,617.16 ដុល្លារបន្ទាប់មកទៀតយើងធ្វើការដូរវាដាក់ចង់ដូរវា style chart នេះទៅជាខ្សែវិញយើងចូលមកកាន់change chart pie នេះធ្វើការដូរយើងចុចចូលមកកាន់ Cambo នេះហើយវានឹងឃើញមានជាលក្ខណៈខ្សែយើងចង់ជ្រើសរើសយកនេះក៏បាននេះមួយណាក៏បានដែរតាមយើងចង់បានគិតថាមួយណាស្អាតយកមួយនឹងមកយកមួយនេះចុះនេះ
វាដាក់កណ្ដាលមក zoom តិចស្រួលមើលហើយយើងចង់បានកន្លែងនេះមានចំនួនសាច់ប្រាក់វា load នៅលើ chart ក្រាបរបស់យើងធ្វើការចូលវាទៅកាន់ chart នេះហើយយើងយកពាក្យ add chart element ហើយយើងចូលកន្លែង data table នេះdata label ហើយយកវាទៅ center inside base មួយណាក៏បានដែរ silent អ្នកនរគ្នាចង់បានមួយណាដែលគិតថាស្អាតយកមួយហ្នឹងមកនេះlegend នេះពាក់ព័ន្ធមួយ legend ពាក់ព័ន្ធមួយការចំណាយនេះគេហៅ legend ហើយឆាតនេះដាក់ណាន់ទេយកមួយនេះហើយក្រាបរបស់យើងចង់ផ្លាស់ប្ដូរយើងចូលកាន់ទៅកាន់ឆាតនេះហើយ change ឆាត file នេះយើងលុបអាគ្រីសនេះវាលោតចេះវិញនេះហ្នឹងស្រេចលើយើងចង់បាននេះយើងចង់បង្កើតក្រាបប្រភេទអីហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ subscribe channel របស់ខ្ញុំមួយផងហើយនឹង share ចែកម្លែកទៅអ្នកដែលមានបំណងចង់ចេះទៅកាន់ក្នុងការរៀនពាក់ព័ន្ធជាមួយ BXQ នឹងអាចចែកម្លែកវីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាហើយក៏ជាផ្នែកមួយដើម្បីជួយឲ្យគាត់ស្វែងយល់បន្ថែមទៀតដែរសូមអរគុណ